សួស្តីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបជាមួយនឹងម៉ាក់លីហេងទៀតហើយជាមួយនឹងការទិញដលងមីកម្ពុជារបស់យើងគឺខ្ញុំទិញពីកសិករផ្ទាល់តែម្ដងឥឡូវនេះគឺម៉ាក់លីហេងព្រលឹមឡើងបើកតង់ចេញដោយសារមេឃភ្លៀងពីយប់តែព្រឹកឡើងគឺថ្ងៃរះធម្មតាដោយសារថ្ងៃនេះមេឃស្រឡះល្អមេឃមានថ្ងៃក៏ម៉ាក់លីហេងចេញហាលដើម្បីចូលចេញយកទៅលក់ពុកម៉ែបងប្អូនព្រោះយើងកាត់ពីលានគេផ្សេងទៀតហើយពឿសបល់ដលងបងប្អូនដលងនេះខ្ញុំទិញរយៈពេល3ថ្ងៃឯងបងប្អូនដោយសារមេឃភ្លៀងអញ្ចឹងវាអត់សូវមានទេបានប្រហែលជា5-10តោន3ថ្ងៃបងប្អូននេះពឿសបល់បងប្អូនដលងប៉ះទឹកភ្លៀងហើយម៉ាក់លីហេងចាប់ផ្ដើមឈូសទឹកចេញពីលានដែលយើងមានការស្រត់ខែភាសាវាមានស្រត់ដល់ពេលចាស់ទៅវាទឹកដក់តែក៏វាមិនជាបញ្ហាវាដក់ឆ្ងាយពីកន្លែងដែលយើងត្រូវហាលបងប្អូនឈូសប្រហែលរយៈពេលប្រហែល1ម៉ោងអីទៅវាស្ងួតអស់ហើយយើងក៏ចាប់ផ្ដើមជោគហាលដលងនេះបងប្អូនឃើញថាបើនិយាយពីម្សៅបងប្អូនវាអត់ទាន់សូវដាក់ម្សៅល្អទេដូចខ្ញុំនិយាយហើយនិយាយទៀតដោយសារទី1ដលងពុកម៉ែបងប្អូនគាត់អត់ទាន់ដាច់ទឹកកាលណាត្រដោវសាវាមានទឹកដលងពុកម៉ែបងប្អូនគឺអត់ទាន់មានម្សៅច្រើនទេបងប្អូនដោយសារដើមវាល្អពេលដែលត្រូវទឹកភ្លៀងវាភាគច្រើនវាដកម្សៅពីមើមទៅចិញ្ចឹមដើមវាចុះវាអត់ទាន់ដាក់ម្សៅល្អទេតែដល់ពេលខែប្រាំងពេលដែលដើមវាអន់គឺវាពេញម្សៅចំពោះដលងមីចាហើយគឺម៉ាក់លីហេងគឺទិញទៅតាមជាក់ស្ដែងប្រភេទដលងពុកម៉ែបងប្អូនដែលយកមករាល់ថ្ងៃនេះ520ដលងព្រាមដលងស្រស់160ពុកម៉ែបងប្អូនហើយស្រស់ហ្នឹងគឺ5-6គឺយន្តជិបនៅមុខនោះខ្ញុំមិនបានទិញទៅថតឲ្យពុកម៉ែបងប្អូនឃើញទេប៉ុន្តែមើលល្អិតដែរបងប្អូនមួយរយៈនេះឃើញតែពុកម៉ែបងប្អូនគាត់ទៅដកហ្នឹងភាគច្រើនគឺដលងជ្រួចទឹកដលងដីធនៀបគាត់ទុកមិនបានដលង5ខែអ្នកខ្លះអាន7ខែប៉ុន្តែវាជ្រួចទុកអត់កើតគាត់ដកហើយប្តីរបស់ខ្ញុំព្រលឹមឡើងបងប្អូនឃើញទេព្រលឹមឡើងគឺការងារចាក់ជើងគ្នាកូនលាងចានលាងឆ្នាំងម៉ាក់លីហេងថតវីដេអូ